មើលសមត្ថភាពសួរទាំងអស់គ្នាដកដង្ហើមចូលឲ្យពេញរួចអត់ដង្ហើមនៅពេលដែលឮពាក្យថា hold ដកដង្ហើមបើយើងអត់ដង្ហើមបានខ្លីត្រឹមតែចំណុចទី1សុខភាពសួតយើងដូចអ្នកជក់បារ៉េអញ្ចឹងកុំភ្លេច comment នៅខាងក្រោមថាតើយើងអត់ដង្ហើមដល់ចំណុចណាបន្តដំណើរទៅមុខទៀតបើយើងអត់ដង្ហើមបានត្រឹមចំណុចទី2សួតយើងនៅខ្សោយនៅឡើយទេដូច្នេះត្រូវធ្វើលំហាត់ប្រាណជាប្រចាំដើម្បីពង្រឹងសុខភាពសួតហើយគ្រប់គ្រងការគេងឲ្យបានល្អសុខភាពល្អមិនសំដៅទៅលើការស្គមរូបរាងស្អាតតែមួយមុខប៉ុណ្ណោះទេតែត្រូវល្អពីខាងក្នុងយេយើងបានល្អហើយតោះអ្នកណាអាចបន្តដំណើរទៅមុខទៀតជាមួយគ្នាតិចទៀតYes នេះគឺជាសួតអ្នកដែលហាត់ប្រាណជាប្រចាំ